បាទសូមគោរពអាដាមលោកជំទាវលោកស្រីទាំងអស់ដែលបានអញ្ជើញមកចូលរួមនៅក្នុងសិក្ខាសាលាក្នុងថ្ងៃនេះគឺសិក្ខាសាលាស្ដីពីការរៀបចំផ្នែកកំណត់ឡើងវិញដើម្បីជីវិតពេញលេញដល់បរិបូរណ៍ខ្ញុំបាទឈ្មោះឈិនចម្រើនបានចូលរួមវគ្គអប់រំក្នុងរយៈពេល3ថ្ងៃនេះគឺបានទទួលចំណេះដឹងដ៏ច្រើនមហាសាលមុននឹងពេលដែលខ្ញុំបានចូលរួមរៀនសូត្រជាមួយលោកសាស្ត្រាចារ្យបណ្ឌិតនេះរូបខ្ញុំបាទហាក់បីដូចជាមានការចាប់គៀងក្រោយអំពីវិបត្តិ COVID-19 នេះអូបលាយធ្វើឲ្យវិបត្តិសេដ្ឋកិច្ចនៅក្នុងសកលលោកខ្ញុំបាទក៏មានការចាប់គៀងនៅផ្នែកកំណត់ចាប់គៀងទាំងហិរញ្ញវត្ថុហើយចាប់គៀងទៅពេលវេលាថែមទៀតដោយសារតែបរិយាកាសជុំវិញឬក៏បរិបទនៃសង្គមនៅក្នុងយុគសម័យមួយដែលធ្វើឲ្យខ្ញុំមើលមិនឃើញច្បាស់នៅឱកាសសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតទេដូច្នេះបន្ទាប់ពីខ្ញុំបានចូលសិក្សារៀនសូត្រនៅក្នុងរយៈពេលចំនួន3ថ្ងៃធ្វើខ្ញុំបានមានភាពភ្លឺស្វាងពីគំនិតដែលចាប់គៀងពីគំនិតដែលចាប់ផុងដោយបានផ្នែកគំនិតល្អៗជាច្រើនពាក់ព័ន្ធទៅនឹងការដឹកនាំសហគ្រិនមានផ្នែកគំនិតនៃការដឹកនាំផ្នែកគំនិតនៃការដឹកនាំសហគ្រាសហើយនឹងផ្នែកគំនិតពាក់ព័ន្ធទៅនឹង cash flow ផ្នែកគំនិតពាក់ព័ន្ធទៅនឹង work flow ហើយនឹងផ្នែកគំនិតពាក់ព័ន្ធទៅនឹងការរៀបចំផែនការជីវកម្មមួយឲ្យច្បាស់លាស់ក្នុងនាមខ្ញុំជាកូនកសិករមួយរូបដែលធ្លាប់ប្រឡូកនៅក្នុងវិស័យជំនួញដែលជោគជ័យហើយធ្លាក់ទៅវិញជោគជ័យហើយធ្លាក់ទៅវិញមានន័យថាការដែលធ្វើជំនួញរបស់ខ្ញុំកន្លងមកហ្នឹងគឺខ្ញុំអត់ទាន់បានយល់ច្បាស់មានចំណេះដឹងច្បាស់អំពីវិស័យជំនួញនៅឡើយទេដោយឆន្ទៈចង់ប្រឡូកវិស័យជំនួញក៏ចាប់ផ្ដើមនៃការបើកក្រុមហ៊ុនមួយក្រុមហ៊ុនពីរដើម្បីរកភាពជោគជ័យក៏ប៉ុន្តែតាមពិតគឺជីវិតវាអត់បានជោគជ័យនោះទេដោយសារតែយើងអត់យល់ច្បាស់អំពីដំណើរការនៃ process ទាំងអស់នោះដូច្នោះហើយធ្វើឲ្យខ្ញុំបានចាប់គៀងច្រើនមិនតិចទេបងប្អូនគឺចាប់គៀងច្រើនណាស់ដូច្នេះការដែលខ្ញុំបានចូលរៀនបានសិក្សាជាមួយលោកបណ្ឌិតនេះខ្ញុំក៏បានទទួលនៅផ្នែកគំនិតនិងចក្ខុវិស័យដ៏ល្អជាពិសេសគោលសោរនៃការចាក់យកនៅកលឹះពិសេសដើម្បីដឹកនាំខ្លួនឯងដើម្បីដឹកនាំគ្រួសារនិងដឹកនាំស្ថាប័ននៃអាជីវកម្មមួយឲ្យភាពជោគជ័យក្នុងរយៈពេល3ថ្ងៃនេះខ្ញុំបាទគ្មានអ្វីដែលនឹងអាចកាត់ថ្លៃបាននៅក្នុងរយៈពេល3ថ្ងៃនេះបានទទួលចំណេះដឹងដ៏មហាសាលដូច្នេះខ្ញុំបាទក៏សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យបណ្ឌិត Johnny ដែលបានចំណាយពេលចំណាយទាំងកម្លាំងកាយចិត្តក្នុងការបង្ហាត់បង្រៀនរូបខ្ញុំបាទនិងសិក្ខាកាមទាំងអស់ដូច្នេះខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ